សួស្តីអ្នកគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយបន្ទាប់ពីបាត់មុខមួយរយៈឥឡូវយើងមកបន្តសាច់រឿងយើងទៀតតពីពាក្យមុនហ្នឹងគឺយើងដឹងថាស៊ូអេហ្នឹងគឺចាប់បានថាមីនូហ្នឹងបង្ហាញទឹកមុខថាខ្លួនហ្នឹងកំពុងតែប្រច័ណ្ឌតួស្រីយើងហ្នឹងក៏ភ្ញាក់ខ្លួនព្រឺតហេតុអីបានជាស៊ូអេហ្នឹងមិនបានគិតទៅដល់ចំណុចមួយហ្នឹងអញ្ចឹងស៊ូអេហ្នឹងគឺស្គាល់ចរិតមនុស្សមីនូហ្នឹងច្បាស់មែនតើថាជាមនុស្សដែលអត់ចូលចិត្តការចាញ់គេទេហើយក៏អត់ចូលចិត្តនៅពេលដែលនរណាម្នាក់ហ្នឹងពង្រើកន្តើយដាក់គាត់ហើយបើសិនបើជាមាននរណាម្នាក់ហ៊ានមកប៉ះពាល់អីដែលជាកម្មសិទ្ធិរបស់គាត់មីនូហ្នឹងគឺប្រកាសជាខឹងជាពិសេសគឺមលួចអីដែលជារបស់គាត់ដោយតកតនឹងការរៀនសូត្រចឹងណាទោះបីជាមីនូហ្នឹងគាត់អាចយកលេខ1បានក៏ដោយក៏គាត់ហ្នឹងអត់ឲ្យអ្នកណាគេដណ្ដើមលេខ2របស់គាត់ដែរហើយមីនូគាត់ក៏ជាមនុស្សអត់ចូលចិត្តទៅដោះគោរសជាតិចេកដែរប៉ុន្តែបើសិនជានរណាម្នាក់គិតថារបស់ហ្នឹងគាត់អត់ញ៉ាំផងមកចង់សុំគាត់ក៏គាត់អត់អនុញ្ញាតឲ្យដែរនិយាយទៅមីនូហ្នឹងទោះបីជារបស់ហ្នឹងគាត់មិនត្រូវការក៏ដោយក៏អ្នកផ្សេងហ្នឹងអត់អាចយកបានដែរបើសិនជារបស់ហ្នឹងគឺជាកម្មសិទ្ធិរបស់គាត់ហើយឥឡូវយើងគិតមើលទៅបើសិនជាសង្សាររបស់មីនូហ្នឹងត្រូវបានមិត្តភក្តិរបស់ខ្លួនឯងទៅដើមយកទៅគ្រាន់តែស៊ូអេសម័យហ្នឹងក៏សម័យឃើញថាមីនូពេលហ្នឹងគឺផ្ទុះចេញភ្លើងងាប់យកហ្មងទ្រាំអត់បានទេអញ្ចឹងហើយស៊ូអេគាត់គិតថាគាត់ហ្នឹងក៏មិនខុសពីតារះគោចេកឬក៏ចំណាត់ថ្នាក់លេខ2របស់មីនូហ្នឹងដែរគឺជារបស់ដែលមីនូនឹងមិនដែលយកចិត្តទុកដាក់រហូតដល់មាននរណាគេម្នាក់ហ្នឹងចង់ដណ្ដើមយកទៅអញ្ចឹងហើយស៊ូអេហ្នឹងគាត់គិតថាគាត់ត្រូវតែរៀបចំផែនការមួយហើយនៅក្នុងផែនការមួយហ្នឹងស៊ូអេហ្នឹងគាត់មានគម្រោងប្រើប្រាស់អ៊ុនយុកដើម្បីឲ្យខ្លួនគាត់ហ្នឹងក្លាយទៅជារបស់មួយដែលមីនូហ្នឹងអត់អាចបាត់បង់បានបើសិនជាមានតែការប្រច័ណ្ឌទេដែលអាចតាក់ទាញមីនូបានអញ្ចឹងស៊ូអេហ្នឹងនឹងប្រើប្រាស់ការប្រច័ណ្ឌទាំងអស់ហ្នឹងដើម្បីដំឡើងលបភ័ណ្ឌរបស់ខ្លួនឯងអាស្ទាបែបហ្នឹងស្ដាប់ទៅវារៀងចាស់កម្រើបន្តិចប៉ុន្តែស្ដាប់ទៅក៏វាតាក់ទាញមួយយ៉ាងដែរហើយពេលហ្នឹងស៊ូអេយើងគឺស្រឡឹងអ៊ុនយុកហ្នឹងអត់ដាក់ភ្នែកហ្មងហើយអ៊ុនយុកយើងហ្នឹងគឺពិបាកផ្លូវចិត្តខ្លាំងក៏ស៊ូអេថាមានអីមែនតែស៊ូអេថាអត់មានអីផងហើយបន្ទាប់ពីហេតុការណ៍ទាំងអស់ហ្នឹងមកស៊ូអេមកដល់ផ្ទះណាក៏ចាប់ផ្ដើមទិញប៊ិចទិញសភៅហ្នឹងមកណូតមើលសកម្មភាពទាំងអស់ដែលអាចធ្វើឲ្យមីនូហ្នឹងខឹងកម្រោបានហើយក៏បានដឹងថាមីនូហ្នឹងតែងតែប្រតិកម្មនៅពេលដែលមីនូហ្នឹងឃើញថាស៊ូអេហ្នឹងនៅជាមួយអ៊ុនយុកតួឯងស្រីយើងគិតថាបើសិនជាខ្លួនហើយនឹងអ៊ុនយុកហ្នឹងមានទំនាក់ទំនងនឹងគ្នាអញ្ចឹងមីនូហ្នឹងប្រកាសជាក្តៅឆេះហើយពេលហ្នឹងនឹងកើតទៅជាភ្លើងប្រច័ណ្ឌហើយនៅពេលដែលមីនូក៏ហល់កាហាយប្រច័ណ្ឌនៅមិនសុខហ្នឹងណាលបភ័ណ្ឌរបស់ស៊ូអេប្រកាសជាកើនឡើងហើយនៅពេលដែលលបភ័ណ្ឌហ្នឹងកើនឡើងស៊ូអេហ្នឹងនឹងលែងមានពាក្យថាជា outsider ទៀតហើយដូចដែលយើងដឹងថារឿងហ្នឹងគឺអាចកើតឡើងបានទេបើសិនជាអត់មានវត្តមានរបស់អ៊ុនយុកហើយស៊ូអេមានសំណួរមួយថាចុះបើអ៊ុនយុកហ្នឹងនៅតែស្រឡាញ់រ៉ាអឹមទៀតបើសិនជាផែនការមួយហ្នឹងអាចបំបែកមីនូហើយនឹងរ៉ាអឹមបានណាអញ្ចឹងអ៊ុនយុកហ្នឹងក៏ប្រហែលជាទទួលបានផលប្រយោជន៍ដែរត្រូវអត់គ្រាន់តែគិតដល់ចំណុចហ្នឹងគឺកញ្ញាញ់ខួរទៀតហើយដោយសារតែមិនដឹងថាទៅបញ្ចុះបញ្ចូលជាមួយនឹងអ៊ុនយុកហ្នឹងយ៉ាងម៉េចដើម្បីឲ្យធ្វើតាមផែនការមួយហ្នឹងទេហើយត្រូវបកស្រាយយ៉ាងម៉េចទៅកាន់អ៊ុនយុកហ្នឹងកុំឲ្យអ៊ុនយុកហ្នឹងគិតថាស៊ូអេហ្នឹងឈួតហើយគ្រាន់តែចាប់ផ្ដើមថ្ងៃថ្មីភ្លាមហ្នឹងស៊ូអេហ្នឹងគឺចាប់ផ្ដើមរកវិធីសាស្ត្រផ្សេងហ្នឹងដើម្បីយកឈ្នះចិត្តអ៊ុនយុកហើយគាត់ហ្នឹងក៏បានប្រើប្រាស់វិធីសាស្ត្រមួយដែលអាចឲ្យមនុស្សម្នាក់ហ្នឹងបើកបេះដូងដាក់គាត់បាននោះគឺជាអាហារគាត់នឹងប្រើប្រាស់ចំណីអាហារហ្នឹងដើម្បីទៅតាក់ចិត្តអ៊ុនយុកហ្នឹងឲ្យបានហើយគ្រាន់តែបើកក្បាលថ្ងៃមកភ្លាមអ៊ុនយុកទាញសភៅចេញពីថតតុមកក៏ឃើញស្ករគ្រាប់ស៊ូអេហ្នឹងយកមកដាក់នៅថតតុហើយដល់ពេលទៅបើកទូ locker ហ្នឹងក៏ឃើញថាមាននំចំហួយហ្នឹងនៅក្នុងទូ locker ទៀតតែក៏មាត់អីដែរគ្រាន់តែស្រឡឹងមុខស៊ូអេព្រោះដឹងថាស៊ូអេហ្នឹងគឺជាអ្នកយកមកដាក់ហើយមកពេលអង្គុយរៀនហ្នឹងស៊ូអេហ្នឹងក៏យកទៅដោះគោស្ទ្រូប៊េរីហ្នឹងមកហុចឲ្យទៀតអ៊ុនយុកហ្នឹងដូចថាហត់នឿយពេកដកដង្ហើមធំហើយក៏ប្រាប់ទៅថាខ្ញុំអត់ចូលចិត្តរបស់ទាំងអស់ហ្នឹងទេរបស់ដែលយើងឲ្យខ្ញុំសុទ្ធតែជារបស់យើងចូលចិត្តហ្នឹងហើយស៊ូអេហ្នឹងគឺគាត់ដឹងហើយថាផែនការរបស់គាត់ហ្នឹងគឺបរាជ័យបាត់ហើយបន្ទាប់មកក៏ដល់ពេលម៉ោងញ៉ាំបាយពេលហ្នឹងស៊ូអេហ្នឹងគាត់ក៏ទទួលបានទឹកផ្លែឈើរសជាតិប៉េងប៉ោះហើយពេលហ្នឹងហើយដែលស៊ូអេចាប់អារម្មណ៍នឹកឃើញថាអ៊ុនយុកហ្នឹងគឺចូលចិត្តញ៉ាំរបស់ដែលមានរសជាតិប៉េងប៉ោះស៊ូអេហ្នឹងក៏ចាប់ផ្ដើមចេញប្រតិបត្តិការដើររកអ៊ុនយុកហើយក៏ឃើញអ៊ុនយុកហ្នឹងស៊ូអេហ្នឹងក៏ស្រែកហៅអ៊ុនយុកឲ្យដើរទៅរកអ៊ុនយុកចឹងប៉ុន្តែដូចយើងដឹងហើយថាដៃស៊ូអេហ្នឹងនៅមានរបួសនៅឡើយទេពេលដែលដើរទៅហ្នឹងអត់ទាន់បាននិយាយសាច់ការអីផងណាក៏កពប់ទឹកសឡហ្នឹងទៅលើដៃដែលមានរបួសស្រាប់ហ្នឹងទៀតពេលដែលអ៊ុនយុកងាកមកហ្នឹងក៏ឃើញថាស៊ូអេហ្នឹងកពប់ទឹកសឡពេញដៃអស់លេងស៊ូអេហ្នឹងក៏ល្អូថាក្តៅបន្ទាប់ពីមានរឿងរ៉ាវប៉ុណ្ណឹងហើយគេក៏កាត់មកដល់បន្ទប់ពេទ្យនិយាយថាកូនស្រីខ្ញុំម៉ោងបាយគេរើបាយរើទឹកស៊ូអេខ្ញុំគឺរកពេទ្យមកដល់ហ្នឹងក៏លាងដៃសម្អាតនៅកន្លែងមុខរបួសដែលប្រឡាក់ទឹកសឡហ្នឹង
ដើរចេញមកក្រៅហ្នឹងយើងក៏ដឹងថាបរិសសង្ហាអូនយកយើងហ្នឹងក៏មកជាមួយដែរមកឃើញស៊ូអេក៏ប្រាប់ឲ្យស៊ូអេទៅអង្គុយពេលដែលស៊ូអេអង្គុយហ្នឹងបានឃើញថាកៅអៅរបស់អូនយកហ្នឹងក៏ប្រឡាក់ដូចគ្នាប៉ុន្តែអូនយកហ្នឹងបែរជាមិនខ្វល់មកខ្វល់ពីស៊ូអេណែវិញតាមពិតទៅទោះបីជាពេលខ្លះអូនយកហ្នឹងគឺឆ្លើយមែនប៉ុន្តែគាត់គឺជាមនុស្សល្អហើយនៅពេលដែលអូនយករំបងថ្មីឲ្យស៊ូអេក៏និយាយថាអាវយើងប្រឡាក់សើមកហើយតែអូនយកហ្នឹងបែរជាសួរតបទៅកាន់ស៊ូអេថាអ្នកទាំងពីរហ្នឹងឆ្លោះគ្នាមែនគាត់ចង់សំដៅទៅលើឆ្លោះគ្នាជាមួយរ៉ាអឹមមែនអូនយកហ្នឹងក៏បន្តសួរថាហេតុអីស៊ូអេក៏សួរតបវិញថាមិនរំខានចិត្តយើងខ្លាំងឯងអូនយកក៏តបថាមិនអោយរំខានចិត្តខ្ញុំមិនពេលហ្នឹងហើយស៊ូអេហ្នឹងគឺដឹងហើយថាអូនយកហ្នឹងនៅតែចូលចិត្តរ៉ាអឹមអញ្ចឹងស្រាប់តែពេលហ្នឹងស៊ូអេខ្ញុំគឺក្លាហានមែនតែអត់តន់ស៊ីបាយថ្ងៃទេតែក្លាហានខ្លាំងក៏និយាយដាក់អូនយកថាខ្ញុំដឹងហើយថាយើងនឹងបារម្ភអញ្ចឹងមិនក៏ពួកយើងនឹងមិនតាក់ទងគ្នាទៅកូនកន្លោះខ្ញុំលឺហើយឡើងកាំងដើរថយក្រោយ2 3ជាហ៊ានយកប្រោយហ្នឹងពេលនោះមើលតែទឹកមុខអូនយកទៅគឺដឹងហើយថាអូនយករ៉ាស៊ូអេយើងប៉ុណ្ណាគាត់នឹងក៏និយាយថាហេនិយាយស្អីឈួតអញ្ចឹងតែស៊ូអេហ្នឹងគឺអត់មានញញើតទេក៏ដើរទៅចិត្តអូនយកថាឥឡូវស្ដាប់ខ្ញុំសិនណាអូខេខ្ញុំគឺមានគម្រោងផែនការច្បាស់លាស់មែនតើអូនយកឯងស្រឡាញ់រ៉ាអឹមចំណែកឯខ្ញុំស្រឡាញ់មីនូប៉ុន្តែមីនូបែរជាក្បត់ខ្ញុំជាមួយនឹងរ៉ាអឹមពេលនោះអូនយកភ័យថាទេកុំចូលមកចិត្តខ្ញុំតែគ្មានទេស៊ូអីអត់មានឈប់ទេតតែអូនយកហ្នឹងទៅបុកអង្ក្រែហ្មងដោយបន្តនិយាយទៀតថាឥឡូវហ្នឹងគឺមានតែវិធីហ្នឹងឯងដែលមានប្រសិទ្ធភាពអាចបំបែកពីអ្នកនឹងបានហើយឲ្យពួកយើងទាំងពីរហ្នឹងទទួលបាននៅអ្វីដែលពួកយើងចង់បានពួកយើងគ្រាន់តែធ្វើការក្បត់ទៅលើមនុស្សផុតក្បត់តើអូនយកដែរថានិយាយពីអីហ្នឹងហើយស៊ូអេហ្នឹងក៏បង្ហាញទឹកមុខយ៉ាងគួរឲ្យស្រឡាញ់ប៉ុន្តែមើលទៅគឺពឹសពុលហើយហ្មងថាអូនយកធ្វើវាទៅក្បត់គេទៅណាសុំវពេលហ្នឹងអូនយកមានជាការកៀងយ៉ាងខ្លាំងអត់មានអីនិយាយទេនៅមួយកន្លែងហើយបន្ទាប់មកហ្នឹងក៏ស្រែកដេញស៊ូអេឲ្យចេញពីខ្លួន